រីណាបាទជួបគ្នាម្ដងទៀតហើយជាមួយនឹងវីដេអូថ្មីថ្ងៃនេះខ្ញុំបានមកដល់វត្តកោះដែលជាទីកន្លែងបូជនីយដ្ឋានឬក៏ជាទីវត្តអារាមដើម្បីយើងធ្វើបុណ្យធ្វើទានសាងកុសលឧទ្ទិសទៅដល់បុព្វបុរសឬក៏បុព្វការីដែលបានចែកឋានទៅកាន់ព្រះបរមលោកហើយឥឡូវនេះខ្ញុំបានធ្វើដំណើរមកដល់ក្រំស្ពានផ្លូវវាងក្រុងឧដុង្គហើយខ្ញុំក៏បានឈប់សម្រាកមួយផ្លែតដើម្បីថតយកនៅទេសភាពមួយចំនួនឲ្យបងប្អូនបានទស្សនាឥឡូវនេះខ្ញុំបានចតម៉ូតូរបស់ខ្ញុំនៅខាងលើមុនពេលនឹងចាក់ចេញធ្វើដំណើរតទៅទៀតអ្នកទាំងអស់គ្នាចូលមកទស្សនាជាមួយនឹងខ្ញុំនៅទស្សនភាពមួយចំនួននៅក្រំស្ពាននេះវាមិនមែនជាទស្សនភាពដ៏ស្រស់ស្អាតអីណាស់ណានោះទេប៉ុន្តែខ្ញុំក៏ព្យាយាមនឹងថតនៅទស្សនភាពមួយចំនួនដែលមើលទៅគួរឲ្យស្រស់ស្អាតទុកឲ្យបងប្អូនបានឃើញហើយវាក៏ជាអនុស្សាវរីយ៍ខ្ញុំផងដែរមកដល់ទីហ្នឹងខ្ញុំក៏វាក្តៅពេកហើយហត់ដែរទ្រាំចេញផុតពីភ្នំពេញអញ្ចឹងណាយើងក៏បានចតសម្រាប់នៅទីហ្នឹងវាស្ទះជាប្រហែលនាទីមុនហ្នឹងខ្ញុំនៅក្នុងហ្នឹងវាស្ទះច្រើនដែរហើយឥឡូវយើងបានចេញផុតពីក្រុងហើយបានមកដល់កន្លែងដាច់ស្រយាលផ្លូវវាងក្រុងឧដុង្គវាហើយក៏បានបន្តដំណើរទៅមុខទៀតធ្វើដំណើរប្រហែលជា1ផ្លែតឥឡូវខ្ញុំបានមកដល់វត្តឧដុង្គហើយនៅនេះគឺជាសញ្ញាផ្សារឬក៏ទីតាំងផ្សារហើយខ្ញុំបានអង្គុយសម្រាប់នៅកញ្ចុះមួយហ្នឹងដើម្បីស្រស់ស្រូបអាហារនៅពេលថ្ងៃត្រង់រួចខ្ញុំក៏ចេញដំណើរពីកន្លែងហ្នឹងកន្លែងគេហៅវត្តឧដុង្គហើយខ្ញុំអត់បានថតទស្សនភាពនៅខាងក្នុងវត្តហ្នឹងដើម្បីឲ្យអ្នកទាំងអស់គ្នាបានទស្សនាទេព្រោះវីដេអូនេះគឺចង់ផ្ដោតទៅលើការធ្វើដំណើរទៅកាន់ចំការផ្លែមៀនចឹងខ្ញុំនាំអ្នកទាំងអស់គ្នាទៅមើលចំការផ្លែមៀនហើយចំណែកឯរមណីយដ្ឋានឬទីតាំងបូជនីយដ្ឋាននេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាមកទស្សនានៅពេលក្រោយហើយខ្ញុំបានមកដល់កំពង់ឆ្នាំងហើយតែមេឃមានភ្លៀងខ្លាំងពេកហើយក៏ដាក់ម៉ូតូឡើងលើឡានរួចហើយធ្វើដំណើរបន្តទៅទៀតអញ្ចឹងមេឃភ្លៀងខ្លាំងពេកខ្ញុំក៏ពិបាកថតយកទេសភាពទាំងមូលដែរប៉ុន្តែនៅពេលដែលមានមេឃភ្លៀងគឺធ្វើអារម្មណ៍យើងត្រជាក់សុខស្រួលវាល្អជាងយើងធ្វើដំណើរពេលថ្ងៃក្តៅហែងប៉ុន្តែគ្រាន់តែថាពេលដែលយើងជិះម៉ូតូគឺវាមានឧបសគ្គខ្លាំងគ្រាន់តែមើលក្នុងវីដេអូនេះទៅអ្នកទាំងអស់គ្នានឹងដឹងហើយថាទឹកលិចឡានលិចផ្លូវលិចអីពេញហ្នឹងមិនមែនជាភ្លៀងធម្មតាឬក៏ភ្លៀងខ្លាំងតែម្ដងមើលផ្លូវគឺអត់ចង់ឃើញទេខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅមើលអ្វីថ្មីទៀតឥឡូវនេះយើងមកដល់កំពង់ឆ្នាំងហើយហើយវាមានឯករាជ្យហើយខ្ញុំក៏បានសម្រាកចុះចតកន្លែងក្រាស់សាំងហើយនេះគឺជាម្ហូបអាហារគេហៅថានំប៉័ងសាច់ជ្រូកខ្វៃអ្នកទាំងអស់គ្នាប្រហែលជាមិនទាន់បានដឹងទេថានៅខេត្តកំពង់ឆ្នាំងមាននំប៉័ងសាច់ជ្រូកខ្វៃក៏ត្រឹមតែឃើញលើកទី1ដែរហើយនេះគឺជាសាច់អាំងជើងមាន់ហើយនិងគូតមាន់ឥឡូវខ្ញុំធ្វើដំណើរកាត់តាមវាលស្រែមានទេសភាពភ្នំក្រោយពីភ្លៀងប្រហែលមេទៅមេឃក៏មានសភាពរាងស្រទុំដែរនេះខ្ញុំបានធ្វើដំណើរពីក្រុងកំពង់ឆ្នាំងហើយក៏សម្រាប់បន្តិចលំហែបន្តិចទៀតខ្ញុំនឹងចេញដំណើរឥឡូវនេះខ្ញុំបានចេញដំណើរទៅកាន់ចំការ